រឿងខ្នោះស្នេហ៍ទេវបុត្រកំណាចភាគទី4ហើយកំគិតថាចាញ់ពីបន្ទប់នេះបានខ្ញុំមានរឿងត្រូវនិយាយជាមួយនាងច្រើនទៀតគេគម្រាមបញ្ជាក់ឲ្យដាច់ចាញ់ទាំងមួម៉ៅទុកឲ្យនាងក្រមុំខិតចុះពីតុធ្វើការរបស់គេទាំងមកមើមមាយដៃជើងទុនគ្មានកម្លាំងមួយរំពេចប្រភេទដែលថាម្ចាស់ខ្លួនមិនបានចាំអីបន្តិចថាពេលដែលវាប្រហារគ្នានោះក៏ឡងផុតជិត10នាទីតម្រាំត្រៀមខ្លួនបានរៀងស្ដាងក៏ធ្វើលឹបលើនៅមុខបន្ទប់ធ្វើការរបស់អេវិនជិត10នាទីជាងគិតហើយឈឺចិត្តក្តាប់ដៃណែនបណ្ដោយឲ្យមនុស្សឆ្លៀតឱកាសប៉ះសាច់ប៉ះខ្លួនយ៉ាងងាយបានបើលោកប៉ាដឹងប្រកាសជាស្លាប់ហើយយូរ៉ាហើយមើលទៅពេលនេះគ្មានអ្នកណានៅមុខបន្ទប់ទេព្រោះថាត្រូវចូលប្រជុំទាំងអស់ទៅយូរ៉ាចេញពីបន្ទប់ធ្វើការរបស់អេវិនយឺតហើយក៏ពិនិត្យមើលជុំវិញដែរការដែលចូលមកក្រុមហ៊ុនរបស់ត្រកូលវិកក៏បានរាប់ថាជាសំណាងរបស់នាងតែម្ដងតាមពិតទៅនាងគ្រាន់តែមកដល់លេងប៉ុណ្ណោះហើយពេលនេះក៏មកជួបនឹងគូប្រជែងរបស់លោកប៉ាបែបនេះនាងក៏អាចធ្វើអ្វីមួយយ៉ាងឲ្យមុខជំនួញរបស់លោកប៉ាបានដូចគ្នាសំយ៉ាងវិញខ្លះហើយអេវិននាងក្រមុំរអ៊ូតិចមុននឹងខំបបោមាត់ណែនពេលនៅតែទទួលដឹងពីការប៉ះរបស់អ្នកកំឡោះយ៉ាងច្បាស់រវាងពេលនោះអ្នកដែលមានអារម្មណ៍មើមាយនិងចិត្តរំជួលមិនដឹងចង្វាក់ព្រោះរសជាតិនៃការថែបឃើញបានច្បាស់ថាគេស្ដាប់ការប្រជុំមិនដឹងរឿងខ្សែភ្នែករបស់គេតែងតែមើលទៅកន្លែងផ្សេងដែលមិនមែនជាបុគ្គលិកក្រុមហ៊ុនហើយជាច្រើនដងដែលស្មិតត្រូវប៉ះដៃគេឲ្យចាប់អារម្មណ៍ការប្រជុំនាងចំអកនេះប្រកាសជាមេមត់មិនខានព្រោះពេលនោះគេបានតែគិតដល់រឿងរបស់នាងហើយគ្មានសមាធិមកអង្គុយស្ដាប់ការប្រជុំសោះនៅល្អដាក់ដេវីតជាមនុស្សចំណិតទទួលខុសត្រូវការងារយ៉ាងម៉ត់ចត់រួមទាំងជូលីដែលតាំងចិត្តស្ដាប់ការប្រជុំជំនួសមិនចឹងគេច្បាស់ជាបានប្រជុំបន្ថែមមិនខានហើយពេលដល់ម៉ោងសម្រាប់អ្នកកំឡោះក៏បន្ធូរដង្ហើមចេញខ្លាំងហើយក្រោកចេញពីកៅអីភ្លាមដោយខាងក្រោមជាចង្ក្រានក្តៅពេលនេះគេកំពុងច្បងច្បល់មិនដឹងថានាងចំអកម្នាក់នោះកំពុងធ្វើអីមិនថាអ្នកណាក៏មើលឃើញថានាងបង្ហាញខ្លួនដើម្បីបង្ករឿងរ៉ាវអ្វីមួយយ៉ាងច្បាស់មានអាណាទៅដែលប្រាប់ថាខ្លួនឯងជាអង្គរៈទាំងដោយរូបរាងទៅស្ដាងថ្នាក់នោះហើយនៅជាកូនស្រីយូមីនគូប្រជែងមុខចំនួនគ្រួសាររបស់គេទៀតគ្រាន់តែមើលនឹងភ្នែកគេក៏ដឹងដល់អត្តន័យរបស់នាងទៅហើយគិតមិនដល់ថាគ្រាន់តែរុញទ្វារចេញអ្នកដែលកំពុងគិតដល់ដួលព្រុសនៅចិត្តជើងគេល្មមយូរ៉ាអ្នកកំឡោះអ៊ូទៀនពេលឃើញរាងស្ដាងរបស់នាងក្រមុំអង្គុយបាត់ជើងនៅចិត្តជើងគេមានទឹកមុខផិតភ័យរឿងហេតុគឺនាងកំពុងធ្វើជាចារនារីឲ្យលោកប៉ាយូមីនកំពុងតែលួចស្ដាប់ការប្រជុំដោយការតាំងចិត្តនឹងអាចសម្លេងទុកតែដោយសារបន្ទប់ប្រជុំខ្ទប់សម្លេងទៅនាងមិនបានលឺអីពេលយកទៅជាផ្អឹបក្បែរទ្វារធ្វើឲ្យនាងត្រៀមខ្លួនមិនតាន់ទៅដួលជ្រមើលទៅចិត្តជើងគេបែបនោះស្លាប់ហើយនាងចង់ធ្វើស្អីអ្នកកំឡោះនិយាយសម្លេងមិនស្រាលប៉ុន្មានធ្វើឲ្យបុគ្គលិកជាច្រើនអ្នកដែលកំពុងចេញពីបន្ទប់ប្រជុំជាបន្តត្រូវឈប់មើលហើយក៏អត់មើលមុខគ្នាលឹងឡង់មិនបានពេលឃើញនាងក្រមុំផ្លាច់មុខម្នាក់កំពុងតាំងទ្វារហើយធ្វើមុខខ្មាស់អៀនដាក់ចវាយធំនៅនាងយូរ៉ាទៀតដែរដេវីតខ្សឹបប្រាប់ស្មីតដែរគេគក់ក្បាលផ្ងក់ចាំមើលថាចវាយធ្វើយ៉ាងម៉េចចំពោះនាងបន្តខ្ញុំចង់ចូលបន្ទប់ទឹកសំឡេងស្រស់ស្រាយដែលកំពុងដោះសារត្រូវដូចជាស្រែកអ៊ូទៀនពេលអ្នកកំឡោះយួរស្លាប់សេកនាងពីលើកំរាលហើយបែរខ្នងទៅមើលបុគ្គលិកពេលឃើញខ្សែភ្នែកចាប់អារម្មណ៍ចង់ដឹងរបស់មនុស្សជាច្រើនអ្នកអេវិនដកដង្ហើមធំព្រមទាំងមើលរាងស្ដាងដែលប្រវេប្រវាក្រៅក្នុងដៃតូចរបស់នាងក្រមុំកំពុងកាន់ទូរស័ព្ទដៃធ្វើការនៅឡើយដែលសង្ស័យទៅអេវិនយកវាមកមើលភ្លាមមុននឹងជ្រួញចិញ្ចាមពេលឃើញថានាងកំពុងធ្វើអីមើលតើនាងចាប់មកព័ត៌មានណាស់មែនទេយូរ៉ាចង់ដឹងសួរខ្ញុំមកវាងាយជាងទេដឹងអ្នកកំឡោះខ្សឹបតាមសំឡេងតានតឹងមុននឹងបែកចេញកម្លាំងច្បាច់ដៃរហូតមុខទន់ភ្លន់ត្រូវជ្រួញព្រោះឈឺមកនេះចាប់ស្បែកនោះរាស្ដាងក៏ត្រូវទាំងទាញទាំងអូសត្រឡប់ទៅបន្ទប់ធ្វើការរបស់គេវិញភ្លាមខាងក្រៅក្នុងមិនយូរប៉ុន្មានសំឡេងខ្សឹបខ្សៀវបន្លឺឡើងមនុស្សចំណិតទាំងពីររបស់អេវិនមើលមុខគ្នាហើយមានអារម្មណ៍មិនសូវសប្បាយចិត្តសោះហើយចុះនាងយូរ៉ាមានរឿងក្តីចាប់ខ្លួនប្រហែលរឿងហើយដេវីតសួរសំឡាញ់តិចខណៈដែលដើរគេចមកខាងក្រៅបន្ទប់ប្រជុំមិនដឹងដូចគ្នាតែជារឿងគេស្អីនោះខ្លាំងណាស់មើលទៅ
ស្មិតប្រាប់ហើយនឹកព្រឺព្រួយចំនួននាងក្រមុំមិនតិចទេមើលតើនាងប្រកាសជាដឹងថាចវាយរបស់គេមានអារម្មណ៍កំណាចនិងប្រែប្រួលខ្លាំងកម្រិតណាបើជជែកបញ្យុកំហឹងអេវិនខ្លាំងជ្រុលពេកមានសង្ឃឹមថាច្បាស់ជាបានឈឺខ្លួនមិនខានតែថាម្ដាមវិកឺឆ្លងវង្វេងលឿននាងយូរ៉ាខ្លាំងថ្នាក់នោះជឿចោះនាងប្រហែលជាមិនអីខ្លាំងទេតែពួកគេមិនដឹងទេថាក្នុងបន្ទប់កាត់រឿងរ៉ាវច្បងច្បល់ខ្លាំងជាងអ្វីដែលពួកគេគិតទុកទៅទៀតនាងធ្វើឈួតស្អីអ្នកកំឡុកបន្តឹងសម្លេងគំរាមពេលអស់រៀងស្ដាងចូលបន្ទប់ធ្វើការរួចរាល់ហើយយូរ៉ាបាក់មុខព្រោះមិនគិតថាគេคล้ายរូបរាងដូចជាខ្លាបាត់ទៅហើយដំបងដែលឃើញគេមើលទៅជាមនុស្សប្រុសម៉ត់ចត់ក្នុងជំរឿចិត្តជាមនុស្សទន់ភ្លន់ខុសប្លែកពីពេលនេះដាក់ដោពីបាត់ដៃជាខ្នងដៃខ្ញុំសួរថានាងចង់ធ្វើស្អីសម្លេងរបស់គេមើងម៉ាត់កាន់តែខ្លាំងពេកឃើញថាយូរ៉ានៅថ្មឹងមិនព្រមឆ្លើយចង់យកទៅប្រាប់លើកប៉ាន់អ្នកម៉ាក់អញ្ចឹងឬអ្នកកំឡោះឆ្លៀតពេលដែលយូរ៉ានៅមិនហ៊ានឆ្លើយអីទេដៃចេញពីដៃស្ដាងរបស់នាងមុននឹងសង្កត់ស្មារតីការតាំងចិត្តហើយនាងកន្ទុយភ្នែកមើលនាងម្ដងទៀតពេលដែលធ្វើរឿងដោយដែលគេស្មានទឹកពិតមែនព្រោះអារម្មណ៍ខឹងទៅគេក៏វិញទូរស័ព្ទនាងទៅលើការ៉ូបំណែករបស់វាបែកខ្ចាយនៅចំពោះមុខម្ចាស់ដែលកំពុងចំហមាត់ធ្លុងដោយការផិតភ័យសบายណាស់មែនទេដែលធ្វើខ្លួនជាកេងសម្ងាត់បាត់នេះគេប្រាប់ព្រមទាំងញោចញញឹមសោះក៏ក្រោះនៅចុងមាត់ហើយដើរបកទៅតុកធ្វើការរបស់ខ្លួនវិញទុកឲ្យស្រីតូចភ័យចំពោះភាពប្រេតផ្សៃខ្មៅងងឹតទៅបានតែបាក់ភ្លេចធំមើលគេមិនហ៊ាននិយាយអីទាំងអស់បន្តិចថាគេបន្តិចក៏ស៊ើបយកព័ត៌មាននាងចំជាគេបាក់ឯកសារមើលលើតុកមាត់នៅតែរអ៊ូចំពោះភាពច្បងច្បល់របស់នាងដោយសម្លេងមួម៉ៅគេជាទីជាតិរបស់វិកឺថែមទាំងជាអ្នកគ្រប់គ្រងមុខចំនួនជាច្រើនកំពុងសប្បាយជាមួយជីវិតដែលនៅសល់នឹងទូននាទីការងារហើយនៅសោកម៉ាក់របស់គេក៏ឆ្លៀតឱកាសយកមនុស្សស្រីពីណាមកឲ្យក៏មិនដឹងហើយមិនឲ្យមួម៉ៅបានយ៉ាងម៉េចយូរ៉ាអោនរើសកំទេចទូរស័ព្ទដោយទឹកមុខនឹងរឿងពីស្ដាយជាខ្លាំងមុននឹងវាខ្សែភ្នែកកំណាចមើលមុខអ្នកកំឡោះពេលបាត់ភ័យដំបងក៏អោបបន្តមកក៏ថាបពេលនេះនៅធ្វើរឹកពៀចវាយទៀតហើយព្រោះត្រូវចិញ្ចឹមតាមតែចិត្តទៅយូរ៉ាធំធាត់ខ្លាចជាមនុស្សតាមតែចិត្តយ៉ាងកំណាចហើយមិនចូលចិត្តត្រូវគេបង្កប់ទៀតផងមិនបាច់មើលមុខទេខ្ញុំមិនខ្លាចនាងហើយអាទូរស័ព្ទនឹងចាំទិញសមសំលេងកំហឹកខឹងឈួលហើយក៏ចង់ក្តោបក្បាលពេលឃើញថាម៉ាក់ចង់មកលេងទីនេះទៀតហើយម៉ាក់មកលេងណាអេលវិនប្រជុំហើយនៅមនុស្សស្រីទាំងពីរពិតជាដូចគ្នាមែនទែនអេវិនដកដង្ហើមធំមុននឹងកវីក្បាលខ្លាំងបន្ទាប់ពីចេញពីប្រជុំហើយអេវិនបញ្ញាប់ត្រឡប់មកបន្ទប់ធ្វើការវិញព្រោះដឹងថាម៉ាក់របស់គេចង់បញ្យុះផ្ដើមចំណុចឲ្យយូរ៉ាបង្ករឿងអីទៀតមើលឲ្យស្រួលបួទៅយូរ៉ាពិតជាស្តៀងអ្នកម៉ាក់របស់គេមែនខ្លាំងរហូតគេចាប់ផ្ដើមខ្លាចថាអាចត្រូវម៉ាក់គេបញ្ជារហូតពេញមួយជីវិតគេបន្ធូរក្បាត់កមុននឹងប្រញាប់ដើរបកទៅបន្ទប់ធ្វើការនារីទាំងពីរវ័យកំពុងជជែកគ្នាឮឆ្លងតាមបន្ទប់ល្មមព្រោះដឹងថាពួកគេនិយាយគ្នារឿងអីទៅអ្នកកំឡោះទុចជើងហើយផ្ទៀងត្រចៀកស្ដាប់សំឡេងនិយាយនៅក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់ណាយូរ៉ាយ៉ាងណាក៏ភ្ជាប់ពាក្យទៅរឿងនេះមានអ្នកឃើញច្រើនណាស់ព័ត៌មាននៅហុងកុងកូនក៏ដឹងថាខ្លាំងកម្រិតណាពេលនេះព័ត៌មានប្រាប់ថាកូនចូលសន្តាគារជាមួយអេវិនទៀតផងពេលអ្នកផ្ទះរបស់កូនទេមកម៉ាក់អធិប្បាយរួចហើយតែដោយខាងនោះមិនព្រមទទួលស្ដាប់សោះទំរំនិយាយគ្នាដឹងរឿងម៉ាក់ហត់សឹងស្លាប់ទៅហើយសំឡេងម៉ាដាមប្រាប់ក្រមុំតូចនៅក្នុងបន្ទប់នោះធ្វើឲ្យអេវិនជ្រួញចិញ្ចើមមិនសូវយល់ប៉ុន្មានកូនភ្ជាប់ពាក្យជាមួយអេវិនសិនទៅរឿងនេះលោកយូមីនខឹងខ្លាំងណាស់ពេលនេះលោកប៉ាអេវិនណាជិះជន់ហោះបន្តទៅរកប៉ារបស់កូនហើយចង់ទៅនិយាយសម្រាប់គ្នារឿងនឹងណា
ខាងនេះកូនត្រូវតែចេញព័ត៌មានដើម្បីដោះសារដូចគ្នាមិនចឹងសារព័ត៌មាននៅទីនេះនឹងចាក់ខំមិនលេងថាកូនជាក្មេងមិនល្អហើយមិនយូរទៀតទេនឹងត្រូវអេវិនគៀចោលអេវិនជ្រួញចិញ្ចាមក្នុងចិត្តចាប់ផ្ដើមមើលម៉ៅចំពោះសម្ដីម៉ាក់ដោយប្រាប់មិនត្រូវម៉ាក់ដឹងថាកូនកំពុងសប្បាយចិត្តហើយការដែលកូនមកទីនេះព្រោះចង់ដឹងរឿងមុខជំនឿរបស់អេវិនមែនទេម៉ាក់គេក៏ដឹងតែថានៅព្រមឲ្យមានរឿងផ្ចាប់ពាក្យកាត់ឡើងបន្តទៀតទេគេដកដង្ហើមធំហើយចង់ដើរចូលទៅនិយាយជាមួយអ្នកម៉ាក់ឲ្យដឹងណានៃតែគេជ្រើសរើសតាំងចំហនៅខាងក្រៅដដែលម៉ាក់ថាកូនបែបមានមនុស្សជាទីស្រឡាញ់ហើយមែនទេទៅមិនព្រមចាប់ពាក្យទាំងដែលកើតរឿងហួសហើយជាមួយអេវិនអត់ទេខ្ញុំនៅអេវិនមិនបានមានអីនៅគ្នាទេរឿងកាត់ឡើងជាការយល់ច្រឡំបើអញ្ចឹងហេតុអីកូនជំតោះមិនព្រមចាប់ពាក្យអ៊ីនប៊ីសួរទៀតតាយូរ៉ាមិនបានឆ្លើយអីទីបំផុតគេក៏បានលើសម្លេងអ្នកម៉ាក់ដកដង្ហើមធំអីចេះចោះពេលនេះកូនចាប់ពាក្យសិនទៅណោះពេលនេះព័ត៌មានវាល្បីទូទៅហើយថាកូនជាដៃគូបណ្ដាចុងក្រោយបំផុតរបស់អេវិនចាំឲ្យព័ត៌មានស្ងាត់សិនចាំគិតគ្នាទៀតលោកប៉ាយូមីនរបស់កូនមិនព្រមពិតមែនណារឿងនេះហើយដល់ពេលនោះកូនផ្ដាច់ពាក្យវិញក៏មិនអីដែរបន្ទាប់ពីសំណួរចាំក្នុងបន្ទប់ស្ងាត់សម្លេងម្ដងទៀតគេចាំស្ដាប់ថាយូរ៉ាធ្វើយ៉ាងម៉េចបន្តបើកូនយល់ព្រមផ្ចាប់ពាក្យជាមួយអេវិនម៉ាក់នឹងឲ្យគ្រឿងពេជ្រកូនមួយកាផ្លេហើយបើកូនចង់ដឹងរឿងអីរបស់អេវិនម៉ាក់នឹងប្រាប់យល់ព្រមដែរទេចិញ្ចាំរបស់អេវិនឡើងខ្ពស់ពេលបានលើការសម្រេចចិត្តរបស់ម៉ាក់នៅទីបំផុតគេសង្ឃឹមថានាងក្រមុំនឹងមិនឃើញតែគ្រឿងពេជ្រតូចតាចពីម៉ាក់របស់គេហើយប្រហែលជាគ្មានរឿងអីលាក់បង្កប់ដែលនាងចង់ដឹងទេកូនសៅផ្ទះកូនសៅបន្ទប់នៅស្ថាគារកូនសៅប្រើចេញចូលបន្ទប់ធ្វើការទីនេះឬថាស្អីក៏បានដែលកូនចង់បានពីអេវិនប្រាប់ម៉ាក់បានម៉ាក់នឹងឲ្យទាំងអស់ចាំបាច់ជារឿងក្រងការសិនរបស់អេវិនវិញសម្លេងផ្អែមល្ហែមសួរទាំងភ័យខ្លាចធ្វើឲ្យអេវិនកាន់តែជ្រួញចាំណែនបានទាំងអស់សុំត្រឹមតែកូនប្រាប់មកចាបើខ្ញុំចង់ចាប់គ្នាជាមួយអេវិនរឿងទាំងអស់ដែលយើងនិយាយគ្នាម៉ាក់នឹងមិនប្រាប់អេវិនទេកុំណាយូរ៉ាកុំធ្វើឲ្យខ្ញុំគិតថានាងមិនខុសពីស្រីដែលឃ្លានលុយដែលចូលមករកខ្ញុំឲ្យសោះអីចឹងខ្ញុំយាយ5បន្ទាប់ពីរងាប់កំហឹងរបស់ខ្លួនបានហើយទៅរៀងខ្ពស់ធំខ្លាញ់ធ្វើជាបាក់ទ្វារចូលបន្ទប់ធ្វើការធ្វើដូចមិនដឹងថាស្ត្រីទាំងពីរវ័យនៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនទេកែភ្នែកមុតស្រួចខ្លាញ់ធ្វើជាបាក់ធំចម្លែកចិត្តទៅឃើញអ្នកម៉ាក់អង្គុយក្នុងបន្ទប់ធ្វើការដែរម៉ាក់មិនតាន់ទៅវិញទេនៅមិនតាន់ទៅវិញទេអ្នកកំណោះរាក់ទាក់អ្នកម៉ាក់ឲ្យព្យាយាមមិនងាកទៅធ្វើអារម្មណ៍មិនល្អដាក់យូរ៉ាដែលនៅអង្គុយសម្លឹងមុខគេដោយការភ្ញាក់ផ្អើលគេនៅមិនតាន់ចង់ឲ្យម៉ាក់កំណត់ទោសទុកក្នុងចិត្តច្រើនជាងនេះទេនៅទេអេវិនលោកយូមីនចង់ដឹងរឿងកូននិងយូរ៉ាអ៊ីនប៊ីប្រាប់ឲ្យសង្កេតឃើញថាកូនប្រុសច្បងនៅមានអារម្មណ៍មិនល្អមិនប្រកាសទេថារឿងដែលប្រាប់មុននេះរ៉េតទៅធ្វើអេវិនមានអារម្មណ៍មួម៉ៅច្រើនជាងមុនក៏ថាបានតែអ៊ីនប៊ីមិនចង់ឲ្យកូនប្រុសបាត់បង់មនុស្សស្រីល្អដូចយូរ៉ាដែលមានទាំងព្រមគ្រប់យ៉ាងបែបនេះគេចង់ទៅរកឯណាបានទៀតមានតាស្រីស្អាតដែលធ្លាប់មានព្រមានជាមួយកូនប្រុសសម្លាញ់ធ្វើឲ្យនាងកាន់តែខ្លាចខ្លាំងណាស់ថាកូនប្រុសជួយស្រីដែលស្រីឃ្លានតលុយគ្មានភាពប្រកបប្រជាមកដល់ថ្ងៃនេះទេវតាបានប្រទានកំមុំទៅគួរឲ្យស្រឡាញ់ថែមទាំងមានអារម្មណ៍ត្រូវជោគជតាខ្លាំងទៀតផងមិនថាយ៉ាងណាអ៊ីនប៊ីចង់បានស្រីតូចម្នាក់នេះធ្វើជាកូនប្រសាលើកលែងតែកូនប្រុសដាក់ដៅអារម្មណ៍មិនសូវចាញ់នឹងហើយមិនដឹងថាគិតយ៉ាងម៉េចចំពោះយូរ៉ាបានឃើញស្នាមក្រហមដែលកូនប្រុសនាងត្រាទុកឲ្យស្រីតូចតែរឿងដែលធុញនិងអ្វីងាយរបស់អេវិនធ្វើឲ្យអ៊ីនប៊ីបារម្ភអីចឹងលោកយូមីនថាយ៉ាងម៉េចខ្លះដែរអេវិនសួរព្រមទាំងទុកសំដៅឯកសារនៅលើតុរួចខ្លាញ់ធ្វើជាវាខ្សែភ្នែករកឯកសារតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់តែតិចវិញចាំស្ដាប់អ្នកម៉ាក់គេចង់ជួបយើងញ៉ាំបាយជាមួយគ្នានិងនិយាយរឿងដែលកើតឡើងនឹងហើយប្រាប់រួចហើយអ៊ីនប៊ីមានអារម្មណ៍ខូចចិត្តបន្តិចទេព្រោះថារឿងដែលធ្វើនោះធ្ងន់ធ្ងរនិងខ្លាំងក្លាតែម្ដងហើយបើអេវិនបដិសេធដល់សម្ដីរឿងថាមិនផ្សាប់ពាក្យរឿងនេះធ្វើឲ្យនាងមានអារម្មណ៍ខុសរហូតឬអត់ដែលធ្វើឲ្យស្រីតូចសានបរិសុទ្ធម្នាក់នេះត្រូវមកប្រឡាក់ប្រលោះដោយទង្វើរបស់ខ្លួនចុះកូនវិញថាយ៉ាងម៉េចហើយនៅឯណាពេលណាតែថាយូរ៉ាព្រមទេ
អេវ៉ាន់ឌៀងក៏ទៅភ្នែកមើលនាងក្រមុំដែលបានតែអង្គុយមុខថ្មឹងមិនព្រមនិយាយអីទាំងអស់វាមានអារម្មណ៍ថាគួរឲ្យខ្លាចយ៉ាងចម្លែកម៉ាក់និយាយជាមួយកូនយូរ៉ារួចហើយនៅជាមួយគ្នានឹងហើយប៉ាម៉ាក់ក៏ទៅដែរកូនយូរ៉ាអ្នកកំឡោះខ្លាញ់ផ្ទួនសម្លេងខ្ពស់បែបបានលឺអ្នកម៉ាក់ហៅនាងក្រមុំបែបនោះឃើញបានច្បាស់ថាពេលនេះអេវ៉ាន់នឹកមិនពេញចិត្តមុខនាងក្រមុំគួរឲ្យស្រឡាញ់ម្នាក់នេះមិនដូច្នេះមិនមែនធ្វើសម្លេងនឹងខ្សែភ្នែកបែបនោះទេឃើញថាកិច្ចការនេះមិនរលូនដូចដែលនាងគិតថាបានជួយមិនបានទេគឺគេមិនចូលចិត្តមនុស្សស្រីចរិតបែបនេះនឹងណាអាត្មានិយមគេដឹងថានាងចង់ស៊ើបរកព័ត៌មានប្រហែលចង់ឲ្យអ្នកផ្ទះដឹងឬមិនចឹងក៏ជាបងប្រុសរឿងអីគេនឹងព្រមនិយាយស្រួលដែរអេវ៉ាន់អ៊ីនប៊ីហាមកូនប្រុសព្រមទៅធ្វើភ្នែកកាច់ដាក់ទៅអេវ៉ាន់បង្ខំញញឹមដោយខានមិនបានខ្ញុំលលែងតាម៉ាក់ឬទៅជួបលោកយូមីនខ្ញុំរីករាយពេលធានារបស់គេធ្វើឲ្យអ្នកម៉ាក់សប្បាយចិត្តបន្តិចផ្ទុយពីយូរ៉ាដែលមើលគេដោយការសង្ស័យនាងជឿជាក់ថាវាប្រកាសជាមានអ្វីលាក់បង្កប់ក្នុងការភ្នែកមុតស្រួយមួយគូនោះព្រឹកក្រាញ់ថាម៉ាក់មិនសប្បាយចិត្តទៅអ្នកកំឡោះខ្លាញ់ធ្វើល្អហើយយកចិត្តយកថ្លើមនារីទាំងពីរពេលញ៉ាំអាហារថ្ងៃត្រង់ការដែលបានដើរលេងយ៉ាងសប្បាយផ្ដល់ផលឲ្យអ៊ីនប៊ីញញឹមញញែមចាប់មើលទៅអេវ៉ាន់ប្រហែលជាពេញចិត្តលើយូរ៉ាខ្លាំងកាលពីពេលដែលគេលូកលាន់ស្រីតូចសង្ស័យថាពួកគេងងក់គ្នាទៅអេវ៉ាន់អារម្មណ៍មិនល្អតែមើលពេលនេះសកម្មភាពយកចិត្តគ្រប់សារពើនោះទៅអ៊ីនប៊ីជឿជាក់ថាខ្សែភ្នែករបស់នាងច្បាស់ជាមិនខុសហើយយប់នេះយូរ៉ាកូនគេងនៅឯណាអ៊ីនប៊ីសួរឲ្យភ្នែកនាងមើលកូនប្រុសដែលគិតតែសម្លឹងមើលនាងក្រមុំពេលនេះអេវ៉ាន់មើលទៅដូចរូបចម្លាក់ដែលរឹងមាំទើសសម្ដីគេផ្អែមល្ហែមស្នាមញញឹមមិនធ្លាប់រលាយបាត់តែខ្សែភ្នែករបស់គេបែរជាមានពន្លឺអ្វីម្យ៉ាងចម្លែកនិងគួរឲ្យខ្លាចខ្លាំងវាខ្លាំងក្លារហូតស្រីតូចដែលតាមតែចិត្តដូចនាងក៏មិនហ៊ានប្រសាប់ភ្នែកមើលដែរនាងមានទំនុកចិត្តថាពេលនេះអេវ៉ាន់មិនមែនជាមនុស្សប្រុសដូចពីដំបូងដែលនាងស្គាល់ទេព្រោះអីនាងក៏មិនយល់ដូចគ្នាមូលហេតុដែលអាចទៅរួចខ្លាំងបំផុតឃើញថាជារឿងដែលនាងលួចអាត់សម្លេងការប្រជុំចង់បញ្ជូនឲ្យលោកប៉ាប្រហែលជារឿងនេះដែលធ្វើគេស្ងៀមស្ងាត់នឹងមើលនាងដល់ខ្សែភ្នែកចង់អាឃាតខ្ញុំថាចង់ស្នាក់នៅសថាគារនាងប្រាប់នឹងដៀងមើលអ្នកកំឡោះដែលនៅក្បែរខ្លួនម្ដងទៀតតែចាំហើយចាំទៀតក៏ធ្វើបានត្រឹមតែមើលចង់ចង្ការរបស់គេប៉ុណ្ណោះបេះដូងរបស់នាងលោតខ្លាំងជ្រុលពេកបើហ៊ានសម្លឹងមើលភ្នែកគេដូចរដងឲ្យចង់សថាគារតែមួយជាមួយអេវ៉ាន់មែនទេទីនោះមានសុវត្ថិភាពខ្ពស់ណាស់ហើយក៏នៅជិតគេដែរមានកាអីអេវ៉ាន់ជួយបានអ៊ីនប៊ីចម្រាញ់ព្រមទាំងណែនាំដោយបំណងល្អតែលួចលាក់គោបំណងម្យ៉ាងទុកក្នុងចិត្តយូរ៉ាញញឹមកំសាសមិនហ៊ានប្រាប់អេវ៉ាន់នឹងហើយជាមិនគ្រោះថ្នាក់បំផុតសម្រាប់នាងមកសាមញ្ញមានរឿងអីកាត់ឡើងក៏មិនដឹងភ្ញាក់ឡើងឃើញអេវ៉ាន់ដេកខ្លួនតតែស្អាតនៅលើគ្រែជាមួយចង់សួរដល់រឿងដែលបានកាត់ឡើងក៏គ្មានឱកាសល្អសោះបន្តិចមានរឿងនេះរឿងនោះមករំខានគ្រប់ពេលរហូតនាងចាប់ផ្ដើមខ្លាចអ្វីម្យ៉ាងហើយខ្ញុំថាមិនតាន់និយាយចាប់ផងអ្នកដែលស្ដាប់យ៉ាងស្ងៀមស្ងាត់ក៏កាត់ចង្វាក់ដោយសម្ដីផ្អែមភ្លាមកន្លែងតែមួយជាមួយខ្ញុំនឹងហើយជឿបានថាមានសុវត្ថិភាពពិតមែនម៉ាក់ធេនីអ៊ីនប៊ីបន្តម្នាក់ទៀតធ្វើឲ្យនាងក្រមុំដែលត្រូវគេឆ្លៀតឱកាសលើមិនដឹងនិយាយអីឬឆ្លើយយ៉ាងម៉េចល្អពេលនេះនាងចង់តឡាយយន្តហោះទៅផ្ទះវិញឲ្យដឹងណានៃម្ដងតែថាមិនហ៊ានព្រឹកខ្លាចលោកប៉ាដូចគ្នាពេលដែលសម្រាប់ចិត្តថាទទួលចាប់ពាក្យជាមួយអេវ៉ាន់ប្រាប់អ៊ីនប៊ីនៅក្នុងបន្ទប់ធ្វើការនោះយូមីនក៏តែមកសួររឿងរ៉ាវនាងប្រាប់ត្រួសថាជារឿងយកច្រឡំប៉ុណ្ណោះហើយបន្តពីនោះអ៊ីនប៊ីជាអ្នកថែមថយទាំងអស់ទៅពេលនេះនាងខ្មាស់មិនហ៊ានប្រឈមមុខជាមួយលោកប៉ាឬអ្នកម៉ាក់ចង់តេតងទៅរកបងប្រុសតែថ្មីនេះក៏កំពុងរវល់ប្រឡងធ្វើឲ្យនាងហែងហាងម្នាក់ឯងពេលនេះពីរអ្នកម៉ាក់កូនក៏រុញនាងដល់ផ្លូវតល់មិនដឹងងាកមុខទៅខាងណាធ្វើបានត្រឹមតែញញឹមទទួលប៉ុណ្ណោះអេចាងចាប់ខ្ញុំទៅស្នាក់នៅសន្តាគាររបស់អេវ៉ាន់ស្នាក់ក៏បានហើយយូរ៉ាក៏ត្រូវមានរឿងផិតភ័យម្ដងទៀតពេលអេវ៉ាន់អូសដៃនាងឡើងចន្ទាយោងមិនបានដើរតាមផ្លូវចូលសន្តាគារដើម្បី check in អីទាំងអស់លោកអេវ៉ាន់ខ្ញុំត្រូវទៅជួបបន្ទប់ណាព្រោះខ្លាចរឿងដែលបានធ្វើទាំងអស់ទៅនាងធ្វើខ្លួនស្ងៀមស្ងាត់តាមផ្លូវរហូតហើយទុកឲ្យគេដឹកដៃដើរតែមិនស្មានថាគេអូសដៃនាងឡើងបន្ទប់ទៀតទេហេខ្ញុំប្រាប់ដូចហើយតើថាឲ្យស្នាក់នៅបន្ទប់ជាមួយខ្ញុំអ្នកកំឡោះងាកទៅញាក់ចិញ្ចាមដាក់នាងព្រមទាំងចុចលេខនៅមុខចន្ទាយោងដែរពេលត្រូវក្រឡាប់ផ្ងាបែបនេះ
យូរ៉ាចំហមាត់ធ្លុងនឹកទៅដល់សម្ដីរបស់គេដែលបានប្រាប់នៅហាងអាហារមុននឹងដកដង្ហើមខ្លាំងពេលចាំបានថាគេប្រាប់ឲ្យស្នាក់នៅជាមួយគេពិតមែនមិនបានឲ្យជួលបន្ទប់ថ្មីដោយនាងជុលដូចនោះមកទុនភ្លុនក៏ក្រញើភ្លាមហើយមើលមុខគេដល់ការអន់ចិត្តមិនចង់និយាយរឿងដែលបានកាត់ឡើងនឹងរឿងដែលបំរុងនឹងកាត់ឡើងទៅឬខ្ញុំថានាងកំពុងច្បោកច្បល់ចិត្តថ្មិញសដែលរៀងគ្នាជាលំដាប់ខំបបោមាត់ស្ដាងចិញ្ចាំស្អាតជ្រួញយ៉ាងណែនផ្ទៃមុខយូរ៉ាពេលនេះគួរឲ្យស្រឡាញ់ប្រាប់មិនត្រូវតែថាផ្នែកខាងក្រៅប៉ុណ្ណោះដែលមើលឃើញថានាងគួរឲ្យស្រឡាញ់ទុនភ្លុនតែខាងក្នុងវិញគេមិនអាចដឹងបានទេក៏បានតែលើកត្រូវតែប្រាប់ខ្ញុំតាមការពិតប្រកបណាស់